ប្រសិនបើប្រិយមិត្តធ្លាប់ចូលរួមឬឆ្លងកាត់ពិធីបុណ្យសពតាមភូមិស្រុកស្រែចម្ការឬផ្ទះបុរាណខ្មែរយើងប្រកាសជាធ្លាប់បានឮចាស់ចាស់ឬអ្នកស្រុកនិយាយប្រាប់តគ្នាអំពីត្រណមដ៏តឹងរ៉ឹងនិងគួរឲ្យព្រឺព្រួយមួយត្រណមនោះគឺការប្រុងប្រយ័ត្នដាច់ខាតមិនឲ្យសត្វឆ្មាសាក់សក់ឡើយតើប្រិយមិត្តធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាឆ្មាតូចមួយសោះអាចបង្កើតជាការភ័យខ្លាចយ៉ាងធំធេងនៅក្នុងពិធីបុណ្យសពបានហេតុអ្វីបានជាចាស់ចាស់តែងតែផ្ដាំផ្ញើថាប្រសិនបើឆ្មាលោតរំលងសពវានឹងមានរឿងរ៉ាវគួរឲ្យរន្ធត់កើតឡើងយើងនឹងលាតត្រដាងលំអិតអំពីប្រភពជំនឿនិងសាច់រឿងអាថ៌កំបាំងនៅពីក្រោយអបយៈជំនឿខ្មែរបុរាណមួយនេះដើមកំណើតជំនឿនិងភាពព្រឺព្រួយនៃឆ្មាខ្មៅលោតរំលងសាកសពតាំងពីបុរាណកាលមកនៅក្នុងសង្គមនិងវប្បធម៌ខ្មែរយើងមានការប្រុងប្រយ័ត្នខ្ពស់ណាស់ចំពោះសត្វធាតុផ្សេងជាពិសេសគឺឆ្មាសម្បុរបុរាណអាចារ្យជឿថាសត្វឆ្មាជាពិសេសឆ្មាខ្មៅជាសត្វដែលមានវិញ្ញាណពិសេសអាចមើលឃើញពិភពអរូបនិងជាយាននានាសម្រាប់វិញ្ញាណអាក្រក់ឬប្រលឹងអតីតជាតិនៅពេលដែលមានមនុស្សស្លាប់ហើយរាងកាយត្រូវគេទម្កល់ទុកធ្វើបុណ្យប្រលឹងវិញ្ញាណរបស់សពមិនទាន់ទៅណាឆ្ងាយភ្លាមនោះទេហើយរាងកាយនោះក៏គ្មានថាមពលការពារខ្លួនឯងទៀតដែរនៅពេលដែលឆ្មាលោតរំលងសាកសពវាដូចជាការបើកទ្វារឬជាស្ពានចម្លងថាមពលអវិជ្ជមាននិងវិញ្ញាណអាក្រក់ឲ្យរត់ចូលទៅក្នុងរាងកាយដែលគ្មានប្រលឹងនោះភ្លាមតាមជំនឿដូនតាខ្មែរយើងការដែលឆ្មាលោតរំលងសាកសពអាចបង្កើតឲ្យមានហេតុការណ៍អាក្រក់និងគ្រោះថ្នាក់ធ្ងន់ធ្ងរចំនួន3ធំទី1ស្ទុះក្រោមឈរដែលបង្ហឹងចាស់ជឿថានៅពេលឆ្មាលោតរំលងថាមពលអាក្រក់ដែលសេសសល់ពីសត្វឆ្មានិងប្រតិកម្មជំនួយរាងកាយសពវាអាចធ្វើឲ្យសាកសពនោះស្ទុះអង្គុយឬក្រោកឈរឡើងភ្លាមហេតុការណ៍នេះអាចបង្កើតជាការភ័យស្លន់ស្លោនិងរត់ចូលឡាចលពេញពិធីបុណ្យប្រលឹងព្រះបិសាចឆ្មាគឺជាយាននៃវិញ្ញាណមិនល្អកាលណាវាលោតរំលងសពវានឹងចម្លងប្រលឹងអាក្រក់ឬព្រះបិសាចឲ្យចូលទៅកាន់កាប់រាងកាយនោះធ្វើឲ្យសពនោះប្រែជាកាយសាហាវបង្កើតការភ័យស្លន់និងគ្រោះថ្នាក់ដល់មនុស្សរស់ដែលនៅក្នុងពិធីបុណ្យទី3នាំគ្រោះកាចប្រសិនបើតំបន់ឬផ្ទះណាដែលមានហេតុការណ៍ឆ្មាលោតរំលងសពកើតឡើង
គេជឿថាគ្រួសារនោះឬអ្នកដែលចូលរួមពិធីបុណ្យនឹងត្រូវជួបប្រទះនៅអពមង្គលគ្រោះថ្នាក់ធ្ងន់ធ្ងរឬអាចមានមនុស្សស្លាប់បន្តបន្ទាប់ទៀតនៅក្នុងភូមិដើម្បីការពារកុំឲ្យហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចនេះកើតឡើងនៅក្នុងពិធីបុណ្យសពខ្មែរបុរាណគេតែងតែប្រកាន់ខ្ជាប់នៅកិច្ចប្រតិបត្តិយ៉ាងតឹងរឹងដូចខាងក្រោមការយាមកាមសពជានិច្ចត្រូវតែមានអ្នកនៅយាមក្បែរមឈូសឬកន្លែងតម្កល់សពជានិច្ចទាំងយប់ទាំងថ្ងៃដោយមិនបណ្ដោយឲ្យស្ងាត់មនុស្សឬគ្មានអ្នកមើលថែឡើយការឃុំខាងឬដេញសត្វធាតុគេត្រូវឃុំឬដាញ់សត្វឆ្មានិងឆ្កែនៅក្នុងផ្ទះឲ្យឆ្ងាយពីកន្លែងតម្កល់សពដើម្បីការពារកុំឲ្យពួកវាចៃដន្យរត់ឬលោតរំលងសពបានជាដាច់ខាតប្រណម្យនេះត្រូវបានដូនតាខ្មែរយើងអប់រំនិងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនរហូតមកដល់សព្វថ្ងៃចុះប្រិយមិត្តវិញតើធ្លាប់បានឮឬជួបប្រទះរឿងរ៉ាវតាក់ទងនឹងត្រណមឆ្មាលោតរំលងសោកនេះដែរឬទេ